phátជំរាបសួរពុកម៉ែបងប្អូនតាមបណ្ដាញសង្គម Facebook បាទតិចទៀតខ្ញុំនឹងទេទៅជួបម៉ែធីសវណ្ណថាបាទដើម្បីសួរចម្ងល់ពីគាត់តើហេតុអ្វីបានជាកូនគាត់ចេះតែបន្តិចនឹងប្តឹងបន្តិចប្តឹងបាទអញ្ចឹងសូមបងប្អូនចាំទទួលដំណឹងទាំងអស់គ្នាថាហេតុអ្វីបានជាវាកើតមកវាចេះតែប្តឹងគេបាទបាទជំរាបសួរមីងបាទខ្ញុំខលពី New Zealand ទៅមីងអត់មានការអីទេគ្រាន់តែចង់សួរថាខ្ញុំមីងម៉ាក់ធីសវណ្ណថានឹងមែនបាទខ្ញុំព្រោះខ្ញុំឃើញ Facebook ឃើញគាត់បន្តិចប្តឹងគេរហូតទៅខ្ញុំចេះឆ្ងល់ចឹងក៏ទេសួរមីងព្រោះមីងជាម្ដាយប្រហែលជាដឹងច្បាស់ជាងបងប្អូនយើងបាទការមីងទងន់មីងកាលនោះមីងក្រមីងមីងប្តឹងអ្នកភូមិមីងប្តឹងអស់ចឹងគាត់គេនិយាយរឿងគ្រួសារគេសោះមីងប្តឹងដែរមីងឆាវពេកព្រោះកាលនោះក្រមីងតែទងន់វាហ្នឹងឯងទងន់ធីសវណ្ណថាហ្នឹងមែនហើយកើតទងន់ហ្នឹងកើតអត់គ្រប់ខែទៀតមីងហើយកើតប្រជ្រះកើតប្រជ្រះមិនអីមីងកើតជើងចេញមុនណាអាហ្នឹងគេហៅកើតប្រជ្រះកើតចឹងធីសវណ្ណថាកើតប្រជ្រះចឹងចឹងមិនចឹងតិចចាប់ដឹងគេដែរដឹងរហូតកាលមីងទងន់មីងសាប្តឹងអ្នកភូមិដែរមកភូមិមីងប្តឹងអស់អូខេមីងហើយចឹងខ្ញុំសុំសួរមួយទៀតរឿងមួយទៀតចុងក្រោយមីងចឹងពីមុនខ្ញុំឃើញធីសវណ្ណថាជេរសម្ដេចរហូតចុងក្រោយមិនទៅចូលគ្រប់គ្រងសម្ដេចទៅខាងសម្ដេចវិញមីងអត់លុយទិញឡានអត់លុយទិញឡាន570ហ្នឹងអូខេគាត់ចង់ជិះឡាន570អញ្ចឹងគាត់ទៅធ្វើអញ្ចឹងមីងសោកស្ដាយដែរមីងមានកូនស្រីស្អាតដល់ចរិតចឹងដូចបាក់ដែរមីងប្តឹងគេរហូតតែអត់អីក៏ចេះប្តឹងដែរវាបាក់ណាមីងហ្នឹងហើយមីងហ្នឹងហើយអូខេចឹងឡើយអត់ទេខ្ញុំខលទៅនឹងដើម្បីបងប្អូន Facebook យើងគាត់មានចម្ងល់ច្រើនណាអ្នកខ្លះគេសួរតាម comment ហ្នឹងខ្ញុំចេះមើលទៅហើយក៏អបសុកក៏ទេទៅមីងហ្នឹងដើម្បីឲ្យប្រាប់បងប្អូនយើងហើយចុះពេលខ្លះ comment ក៏ជេរតឃើញកូនអ៊ីធំផុសម្ដងឃើញតែជេរគេជេរតែម៉ែបាទដឹងមិនហីមើលទៅអាណិតអ៊ីដែរព្រោះកូនគាត់ទៅចឹងហើយក្បាលរឹងមិញមួយហ្នឹងក្បាលរឹងយ៉ាប់ហើយមីងក្មេងក្បាលរឹងហ្នឹងហើយខ្ញុំជូនពរមីងសុខសប្បាយហ្នឹងហើយជួយមើលថែកូនណាអូខេមីងបាយបាយជំរាបលាបងប្អូនអើយថ្ងៃបងប្អូនស្ដាប់ឮអីតើធីសវណ្ណថាគឺពោះម៉ែគាត់កាទងន់ហ្នឹងគាត់ប្តឹងគេអ្នកភូមិដែរអញ្ចឹងហើយធ្វើឲ្យហ្នឹងហើយគាត់មានទងន់ហ្នឹងណាអញ្ចឹងបងប្អូនស្ដាប់បានហើយអញ្ចឹងអូខេប៉ុណ្ណឹងណា